សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃការងារចាំមន់នៅផ្ទះចាំទាចាំអីគឺការងារដែលយើងធ្វើលក្ខណៈយើងមិនបាច់ទៅធ្វើការងារនៅខាងក្រៅក៏យើងអាចរកចំណូលបានតែខ្ញុំចាប់លក្ខណៈបែបគ្រួសារអ្នកនរគ្នាបែបគ្រួសារចាំមន់100 200យើងឲ្យស៊ីចម្រុះហ្មងអ្នកនរគ្នាមួយទាមួយមន់មួយកង្ងាតអីខ្ញុំឲ្យស៊ីមួយគ្នាដែរដោយសារតែពិបាកបែងចែកអ្នកនរគ្នាដោយសារតែដំបងដៃថ្មីខ្ញុំលើកចិត្តអ្នកទាំងអស់គ្នាដែលលើកចិត្តអ្នកទាំងអស់គ្នាចង់ចាំអ្នកនរគ្នាដំបងមកចាំច្រើនអ្នកនរគ្នាធ្វើមេ10មេ5អីហ្នឹង20រៀងច្រើនអ្នកនរគ្នាតែប៉ុណ្ណឹងទៅចាប់ទុកថាបត់ពិសោធន៍ទេអ្នកនរគ្នាចាំតែប៉ុណ្ណឹងទៅបើសិនជាវាកូនអីតែមកស្បុក2ស្បុក3 4ស្បុកហ្នឹងគឺជឿតែចាំអ្នកនរគ្នាឲ្យតែកើតច្រើនហើយឲ្យតែបកកាយចាំហើយយើងចំមន់ចំទាអញ្ចឹងទៅនៅក្បែរផ្ទះយើងដាំដំដូងអីក៏យើងដាំបានដែរអ្នកនរគ្នាវាអាចមន់អាចទៀនធ្វើឲ្យដូងយើងល្អបានផ្លែបានផលតែជាស្ដែងដូងខ្ញុំអ្នកនរគ្នាដោយសារតែខ្ញុំដាំចោល4 5ឆ្នាំ5ឆ្នាំទៅបានមកនៅបានត1ឆ្នាំឥឡូវដូងវាឆ្នាំមកនៅនោះវាឆេះអស់ទៀតឆេះដូងអស់ហើយតើមកនៅនឹងដូងបានប្រហែលខែហ្នឹងយើងចាំមន់ចាំទាទៅដូងវាចាប់ដើមចេញខ្ពរចេញផ្លែមកវិញបើកាលមុនចប់បើសិនជាអត់បាននៅក៏អត់បានផ្លែបានផលដែរដូងហ្នឹងគឺវាត្រូវការមនុស្សត្រូវការសត្វនៅជាមួយវាហ្នឹងបានវាចេញចឹងឲ្យបើសិនជាអត់នៅគឺវាអត់ចេញទេអ្នកនេះវាចោលហ្មងហើយអ្នកនរគ្នាអាចបើសិនជាមានដីធំទលាយអីចាំចោលមិនចាំចោលអ្នកនេះចាំមន់ចាំទាចាំអីទៅមានអីយើងនៅស្រែមានតែការងារប៉ុណ្ណឹងចាំមន់ចាំទាចាំគោទៅភ្លេចខ្លួនធំបានលក់អ្នកនេះ3 4ខែធំបានលក់ហើយអានេះគឺសិស្សដំបងអ្នកនេះគឺយើងដំបងចាប់ដើមតិចទៅខ្ញុំចាំដំបងអ្នកនេះទៅចាប់ដើមចាំបាន3 4ខែដែរណាតែបានមន់លក់អ្នកនេះលក់តែកូនឥឡូវកូនក៏មានលក់គេទៀតកូនអត់មានមន់កូនលក់គេកូនមិនតែកូនក៏មានលក់ដែរឥឡូវយើងចាប់ដប់ទុកមកសាច់ធំមកវគ្គក្រោយនេះច្រើនដោយសារតែឯងខ្ញុំទុកធ្វើមេបាពូជទៅខ្ញុំអត់តន់លក់អញ្ចឹងហ្នឹងហើយអ្នកនេះវីដេអូនេះមានតែប៉ុណ្្នឹងឯងហ្នឹងហើយបើសិនជាអ្នកនេះឃើញវីដេអូហ្នឹងគឺខមមិននៅក្រោមវីដេអូហ្នឹងហើយចាំមើលវីដេអូក្រោយអីថតវីដេអូថ្មីចែកចាយបងប្អូនដែលចាប់បានហើយស្បោនឹងខ្ញុំអញ្ចឹងហ្នឹងហើយអាចមើលបានហើយខុសត្រូវអីជួយណែនាំផងអ្នកនរគ្នាដោយសារតែយើងថ្មីអញ្ចឹងហ្នឹងហើយមានតែប៉ុណ្្នឹងអរគុណច្រើន